ពេលខ្លះចង់សុំជំនួយពីបងប្អូនដែរដោយសារយើងអត់បានហ្នឹងហើយយើងធ្វើវីដេអូវាវាត្រូវចំណាយលុយច្រើនណាស់ពេលខ្លះយើងអត់អីរៀលទេបើសម័យលុយម៉ែទេហ្នឹងហើយក៏សុំទឹកចិត្តបងប្អូនបាទសប្បុរសធម៌បាទជួយបាទហ្នឹងហើយដើម្បីខ្ញុំផលិតវីដេអូទៅមុខទៀតបាទហ្នឹងហើយខ្ញុំអត់ទាន់បានរកលុយពីវាទេ YouTube នេះបាទដោយសារវាអត់ទាន់គ្រប់គោលការណ៍បើគ្រប់គោលការណ៍ខ្ញុំបើករកលុយទៅខ្ញុំអាចមានលុយខ្លួនឯងបាទហ្នឹងហើយបងប្អូនជួយជាសទ្ធាផងបាទកុងខ្ញុំដាក់លើ thumbnail ហ្នឹងហើយបាទហ្នឹងហើយជួយផងបាទបងប្អូនបាទហ្នឹងហើយទឹកចិត្ត1សែន2សែនក្តី1រៀល2រៀលក្តីក៏អរគុណបាទអរគុណទុកជាមុនបាទហ្នឹងហើយឥឡូវនេះក៏អត់ទាន់បានទទួលជំនួយពីបងប្អូនណាម្នាក់ដែរហ្នឹងហើយក៏សូមសនំពរបងប្អូនជួយបាទហ្នឹងហើយនេះជាលក្ខណៈថាជាទឹកចិត្តបងប្អូនទេសូមអរគុណ